อดได้กับหรือบุวิให้ก็ได้บังตักเกียร์ได้ให้ยังปลาเตะสมปรานปีเลือบนุ่มยมบดาในไหลนั้นหาเตะสมปรานนั้นบ่มไหลหรือมุให้นั่งตักโนมบ่วินั้นตักจีกระป๋องการเงียนจำชุกกสิกรก็อูจึงได้เรื่องบังตักmà ngày bánh bay đòn hay bắt đầu bánh hà hướng tiếp bánh hà toàn tha việc lên rồi anh ấy mình chăm bánh tắc thế hay gọi việc lên rồi này bà nhưng show này đi ở tịch đăng hà miền trong chủ bó và nhưng ở bán khơi chứ đủ ជំរាបសួរទស្សនិកជនទាំងអស់គ្នាកម្មវិធីចិញ្ចឹមសត្វនិងវារីបកម្មបានធ្វើមកជួបលោកអ្នកសារជាថ្មីម្ដងទៀតហើយដោយថ្ងៃនេះយើងយកវិធានបទថ្មីមួយទៀតគឺការចិញ្ចឹមមេជ្រូកពូជបាទការចិញ្ចឹមមេជ្រូកពូជនេះកសិករឬម្ចាស់កសិដ្ឋានក៏អាចចិញ្ចឹមយកសាច់យកទៅលក់ក៏បានឬក៏យកកូនយកទៅលក់ក៏បានដែរតាមយើងសង្កេតឃើញថាការចិញ្ចឹមមេជ្រូកពូជនេះមានលក្ខណៈខុសៗគ្នាដូចជាការចិញ្ចឹមបែបប្រពៃណីយថាផលការចិញ្ចឹមបែបលក្ខណៈគ្រួសារការចិញ្ចឹមបែបប្រព័ន្ធវប្បកម្មឬពាក់កណ្ដាលឧស្សាហកម្មបាទឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅកសិដ្ឋានគៀតហ្វាមដែលមានទីតាំងស្ថិតនៅភូមិទួលឃ្លាំងឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំងសូមអញ្ជើញទៅជួបបងប្រុសម្ចាស់កសិដ្ឋានជាមួយខ្ញុំបាទទាំងអស់គ្នាបាទជំរាបសួរបងអាចជួយណែនាំខ្លួនទៅទស្សនិកជនទីបានបាទខ្ញុំបានឈ្មោះប៊ុនច័ន្ទវិរៈជាម្ចាស់កសិដ្ឋានគៀតហ្វាមបាទខ្ញុំមានសំណួរខ្លះដែលចង់សួរបងនៅថ្ងៃនេះបងសំណួរទី1នោះគឺតើការចិញ្ចឹមជ្រូករបស់បងពេលនេះបងចិញ្ចឹមយកសាច់ឬក៏យកពូជយកទៅលក់ដែរបងបាទជ្រូកនៅក្នុងកសិដ្ឋានគៀតហ្វាមយើងមាន2ប្រភេទនេះមេជ្រូករបស់យើងចិញ្ចឹមយកកូនហើយនៅពេលបានកូនហើយយើងចិញ្ចឹមយកសាច់ដូចគ្នាតែចិញ្ចឹមមេយកកូនយើងដាក់នៅទ្រុងបែបនេះខ្ញុំហៅថាទ្រុងធម្មជាតិអត់ស្អាតអត់មានក្លិនស្អុយដោយសារយើងធ្វើតាមគោលការណ៍ធម្មជាតិតិចទៀតនឹងបញ្ជាក់បន្ថែមទៀតហើយកូនយើងចិញ្ចឹមនៅវាលស្មៅខាងក្រៅចិញ្ចឹមនៅវាលស្មៅតែម្ដងបាទបន្ទាប់ពីដូចបងជំរាបវិញការចិញ្ចឹមនេះគឺអត់មានក្លិនទេខ្ញុំមកក៏អត់មានឃើញក្លិនដែរតើបងមានបច្ចេកទេសអ្វីដើម្បីកម្ចាត់ក្លិននៅទ្រុងជ្រូកនេះបងបាទអញ្ចឹងទ្រុងជ្រូកមួយនេះយើងចិញ្ចឹមរយៈពេលប្រហែលជា9ខែជាងហើយអត់ដែលកោបលិបុវាហើយក៏អត់ដែលបាញ់ទឹកវាដែរប្រហែលវាចម្លែកដោយសារមូលហេតុនឹងគាត់ថាអូអត់មានក្លិនកាឡូយើងសម្អាតបានល្អឬមួយក៏បាញ់ថ្នាំបានល្អតែពិតយើងអត់មានសម្អាតយើងអត់មានបាញ់ថ្នាំអត់មានអីទេធ្វើតាមគោលការណ៍ធម្មជាតិទាំងអស់អញ្ចឹងកម្ពស់ដែលយើងឈរនេះកម្ពស់ប្រហែលជា1ម៉ែត្រពីកម្ពស់ខាងក្រោមហើយយើងរៀបចំទ្រុងវាបាតទ្រុងវាហ្នឹងគឺតាមគោលការណ៍ធម្មជាតិបាទអញ្ចឹងយើងមានច្រើនស្ទាប់នៅក្នុងហ្នឹងហើយយើងប្រើអតិស្គមប្រានពីលើភ្នំយកមកដាក់នៅកន្លែងហ្នឹងអតិស្គមប្រានហ្នឹងនឹងបំលែងលាមកហើយនឹងទឹកនោមរបស់វាហ្នឹងទៅជាជីកប៉ុសដោយសារអតិស្គមប្រានបំលែងហ្នឹងហើយធ្វើឲ្យវាអត់មានក្លិនដោយសារតែលាមកអាសូតហ្នឹងប្រែទៅជាជីកប៉ុសក្នុងរយៈពេល3ទៅ4ថ្ងៃបាទខ្ញុំចាប់អារម្មណ៍មកដល់លើអតិស្គមប្រានហ្នឹងជាប្រភេទដូចគេដែរអតិស្គមប្រានហ្នឹងគឺជាប្រភេទមេជីឬមួយក៏យើងអាចនិយាយថាពពួកបាក់តេរីល្អអញ្ចឹងពួកហ្នឹងវាធ្វើកិច្ចការងារច្រើននៅក្នុងធម្មជាតិដូចជានៅក្នុងព្រៃយើងធម្មតាយើងមានសត្វព្រៃមានអីជុះនៅក្នុងព្រៃដែរតែយើងចូលទៅក្នុងព្រៃអត់មានក្លិនស្អុយទេដោយសារពួកហ្នឹងឯងជាអ្នកដែលធ្វើការចំពួកហ្នឹងវានឹងបំលែងកាក់សំណល់ទាំងផ្លែឈើជ្រុះឬមួយក៏ទាំងលាមកសត្វទឹកនោមសត្វហ្នឹងបំលែងទៅជាជីធម្មជាតិផ្ដល់ទៅឲ្យព្រៃនឹងវិញអញ្ចឹងការចិញ្ចឹមបែបនេះយើងធ្វើតាមគោលការណ៍ធម្មជាតិដូចគ្នាគឺយើងប្រើពពួកបាក់តេរីល្អហ្នឹងដែលយើងផលិតហ្នឹងព្រោះខ្ញុំរៀនធ្វើជីធម្មជាតិរយៈពេល2ឆ្នាំពីគ្រូជនជាតិអាមេរិកហើយគ្រូជនជាតិអាមេរិកហ្នឹងក៏រៀនពីគ្រូជនជាតិកូរ៉េបាទអញ្ចឹងខ្ញុំរៀនធ្វើជីហ្នឹងហើយជីធម្មជាតិហ្នឹងដូចគ្នាយើងអាចប្រើជីជាង10មុខហ្នឹងយកមកលាយចូលគ្នាហើយយើងដាក់នៅបាតទ្រុងរបស់យើងនេះអញ្ចឹងនៅពេលដែលយើងដាក់ទៅវាធ្វើកិច្ចការនឹងឲ្យយើងទាំងអស់អញ្ចឹងពលកម្មរបស់យើងតិចមែនតើយើងគិតមើលថាការងារចិញ្ចឹមជ្រូកកសិករគាត់ល្អជាងគេរឿងបាញ់ទឹកមួយថ្ងៃបាញ់3ដងហើយបន្ទាប់មកបញ្ហារឿងទៀតបញ្ហាត្រង់ថាវាក្លិនស្អុយពេលដែលបាញ់ទឹកហើយធម្មតាវាត្រូវហូរទៅកន្លែងណាមួយហើយរដូវវស្សាអញ្ចឹងភ្លៀងមកទោះបីយើងជីកស្រះជីកអណ្ដៅក៏ដោយវានឹងពេញហើយវាហៀទៅផ្ទះអ្នកចិត្តខាងអីចឹងទៅគេល្អូអញ្ចឹងទៅដោយសារក្លិនស្អុយវាអានេះមិនចាំបាច់បាញ់ទឹកទេហើយក៏អត់មានក្លិនស្អុយដែរបាទយើងឈរនៅនេះអត់តែដឹងថាមានចំជ្រូកបងបើយើងអត់បានឃើញជ្រូកបាទតើដើរមកផ្ទាល់អញ្ចឹងបាន
đó ở miền thông khơi khơi là dân đào môi trường thỏm đá hay chụp bùa tiết nhôm chọc ở đó tì tăng nâng bong ai ta bạ giá ca này nâng đâm bay chưa bạ giá ca bay mất đâm bay ở chụp những vì lọ vìสบายน้องการรู้เลยบอกไว้បាទការចិញ្ចឹមជ្រូកបែបនេះយើងអាចនឹងចិញ្ចឹមនៅតាមផ្ទះធម្មតាបានដោយសារមូលហេតុយើងត្រូវការទីធ្លាតូចហើយវាអត់មានក្លិនប៉ះពាល់ដល់អ្នកជិតខាងយើងអាចចិញ្ចឹមនៅតាមភូមិតាមផ្ទះបានបាទអញ្ចឹងមិនចាំបាច់ត្រូវការដីធំទេតែយើងចិញ្ចឹមយកសាច់នៅវាលខាងក្រៅនឹងត្រូវការដីធំជាងបាទហើយអាគារនេះប្រហែលជាមើលឃើញទៅវាខុសពីអាគារធម្មតាដោយសារមូលហេតុខ្ញុំបើកកសិទេសចរអញ្ចឹងយើងសាងសង់រោងចិញ្ចឹមជ្រូកនេះឲ្យវាខុសប្លែកពីរោងចិញ្ចឹមជ្រូកធម្មតាដោយស្អាតសម្រាប់គេថតរូបទេណាបាទប្លែកដោយសារយើងបើកកសិទេសចរក៏ប៉ុន្តែបើសិនជាបងប្អូនកសិករធម្មតាក៏មិនចាំបាច់ត្រូវសង់បែបនេះទេគាត់អាចនឹងសង់តាមធម្មតាដោយគាត់ចិញ្ចឹមនៅតាមភូមិដូចគ្នាតែគ្រាន់តែបាតរបស់វាហ្នឹងយើងធ្វើតាមបែបផ្សេងខុសពីចាក់ស៊ីម៉ង់ន៍ព្រោះមើលស៊ីម៉ង់បែបនេះវាចំណុចអត់ល្អរបស់ស៊ីម៉ង់បែបនេះត្រង់ថាបើក្រើមពេកវាសឹកកញ្ចក់ជ្រូកចឹងពេលសឹកកញ្ចក់វាឈឺកញ្ចក់វាបញ្ហាកញ្ចក់ដល់ជ្រូកហើយបើសិនជាយើងចាក់វាអាឡងពេកបាញ់ទឹកវាល្អចឹងវាអាចដួលទៅបាក់ជើងឬមួយក៏ថ្លោះជើងរបស់វាអញ្ចឹងក្រើមក៏ពិបាកអាឡងក៏ពិបាកហើយបើយើងមើលទៅកាន់ចំណូលចិត្តរបស់ជ្រូកវាមានចំណូលចិត្តមួយគឺចូលចិត្តឈ្មោះដីចូលចិត្តឈ្មោះដីហើយយើងវិញយើងគិតថាអ្នកខ្លះចូលចិត្តជីកង់អ្នកខ្លះចូលចិត្តដើរលេងអ្នកខ្លះចូលចិត្តញ៉ាំអីអញ្ចឹងទៅយើងមានចំណូលចិត្តខុសគ្នាអញ្ចឹងបើគេហាមយើងមិនឲ្យធ្វើអ្វីដែលយើងចូលចិត្តធ្វើយើង stress ពួកហ្នឹងក៏ដូចគ្នាបើវាអត់បានឈ្មោះដីទេវា stress ចឹងពេលយើងចូលមកឃើញវាស្ងាត់ដោយសារមូលហេតុវាមានអីល្អូមកកាន់យើងបើវាមានរឿងល្អូចឹងវាយើងលឺតែអ៊ូកចឹងមែនតែវាល្អូមកកាន់យើងល្អូថាអូ stress ណាឈឺជើងឈឺពោះឈឺនេះវាស្រែកខ្លាំងវាល្អូមកកាន់យើងពួកនេះស្រែកតែពេលដែរយើងដាក់ចំណីឲ្យវាស្រែកតែអូដាក់ខ្ញុំផងតែប៉ុណ្្នឹងតែធម្មតាវាអត់ល្អូមកកាន់យើងទេដោយសារវាសុបាយចិត្តវាអត់ stress បាទខ្ញុំលឺបងនិយាយមួយទៀតលឺថាមានចិញ្ចឹមនៅខាងក្រៅដែរអាហ្នឹងចិញ្ចឹមយកសាច់បាទហើយអានេះចិញ្ចឹមយកកូនបាទតែពូជពីរហ្នឹងខុសគ្នាមិនបាទអញ្ចឹងដោយសារមូលហេតុយើងពេលដែលយើងធ្វើទ្រង់បែបនេះវាចំណាយលុយច្រើនបាទយើងត្រូវការរៀបចំបាទទ្រង់យើងត្រូវការខានវាមកប្រឡោះអញ្ចឹងពេលដែលយើងចិញ្ចឹមមេត្រូវហើយយើងត្រូវតែចិញ្ចឹមបែបនេះដោយសារតែពេលដែលវាប្រកាត់ពូជវារៀងកាចវាអាចខំគ្នាវាអាចឆ្លោះគ្នាឬមួយក៏ពេលវាទងន់ពេលវាឆ្លោះគ្នាវាអាចមានបញ្ហាដល់កូនរបស់វាឬមួយក៏ពេលវាកើតកូនហើយមេផ្សេងអាចខំកូននឹងឬមួយក៏កិនកូននឹងអញ្ចឹងធម្មតាពេលយើងចិញ្ចឹមមេយកកូនយើងមិនអាចនឹងដាក់មេនឹងចូលគ្នាបានទេវាអាចមានបញ្ហាច្រើនហើយយើងពិបាកក្នុងការប្រកាត់ពូជដែរអញ្ចឹងពេលដែលចិញ្ចឹមមេចំយើងធ្វើខាន់ដាច់ពីគ្នាបែបនេះក៏ប៉ុន្តែនៅពេលដែលយើងចិញ្ចឹមយកសាច់ដល់ពេលយើងត្រូវតែលក់សាច់ទេអញ្ចឹងវាអត់ទាន់ដល់ពេលប្រកាត់ពូជទេត្រឹមអាយុវា6ខែអីហ្នឹងយើងអាចនឹងយកសាច់វាបានអញ្ចឹងយើងមិនចាំបាច់ត្រូវមានធុងនេះទេយើងចិញ្ចឹមនៅវាលខាងក្រៅវិញពេលចិញ្ចឹមវាលខាងក្រៅអស់លុយតិចជាងបានន័យថាទុនដែលយើងដាក់គ្រាន់តែយើងពាត់លបងសំណាញ់មកហើយបន្ទាប់មកយើងមានរោងមួយចល័តអញ្ចឹងយើងអាចចិញ្ចឹមវាបានចំណាយតិចជាងការធ្វើរោងនេះប្រហែលជា10ដងអញ្ចឹងយើងចិញ្ចឹមសាច់នៅខាងក្រៅចំណេញជាងតែតោះតែមានដីធំដែរហើយឆ្ងាយពីផ្ទះអ្នកភូមិបើមិនអញ្ចឹងទេដោយសារនៅខាងក្រៅយើងអាចបានដាក់តែស្គមប្រានអញ្ចឹងទេអញ្ចឹងបើសិនជាយើងដាក់នៅអញ្ចឹងពេលដែលវាជុះមកវាអាចមានក្លិនមួយចំនួនតែយើងដូរថ្ងៃវាដែរឧទាហរណ៍ថាយើងដាក់នឹងប្រហែលជា4ថ្ងៃ5ថ្ងៃទៅមួយអាទិត្យយើងដូរទៅកន្លែងថ្មីមួយបាទតែពូជពីរហ្នឹងពូជតែមួយតែពូជដែលចាំយកសាច់គ្រាន់តែនេះយើងពូជអានោះយកសាច់បាទពូជតែមួយកូនមកពីមេទាំងអស់នេះអញ្ចឹងមេនៅនេះយើងចិញ្ចឹមពីរយ៉ាងចិញ្ចឹមយកកូនផងហើយកូនហ្នឹងយើងចិញ្ចឹមយកសាច់ផងបាទទាំងពីរបាទបងចុះចំពោះមេជ្រូកហ្នឹងកូនម្ដងអាចបានប៉ុន្មានកូនដែរបងបាទជ្រូកជាទូទៅអ្នកខ្លះគាត់ថាគាត់បាន5ក្បាលហើយអ្នកខ្លះគាត់ចិញ្ចឹមគាត់ថាបាន15ក្បាលអ្នកខ្លះឡើងដល់17 18ក្បាលច្រើនផុតខ្ញុំគិតថាប្រហែលជា17ក្បាលក៏ប៉ុន្តែបើយើងនិយាយជាមធ្យមបាន8ក្បាលក្នុងមេជ្រូកមួយកើតកូនហើយក្នុងមួយឆ្នាំខ្ញុំប្រកាស2ដងបាទអញ្ចឹងក្នុងមួយឆ្នាំជាទូទៅមេមួយអាចផលិតកូនបាន16ក្បាលក្នុងមួយឆ្នាំបាទនៅនេះយើងគិតគូរទាំងវាអាចឈ្មោះដីបានវាអត់ stress គិតគូរតាំងពីអ្វីដែលវាស៊ីធ្វើម៉េចឲ្យមានសារជាតិចិញ្ចឹមគ្រប់គ្រាន់មាន fiber មាន probiotic គ្រប់គ្រាន់សម្រាប់ពួកវាផងដែរអញ្ចឹងទឹកបែបនេះគឺវាមានប្រយោជន៍វាអញ្ចឹងយើងចុចទៅយើងចុចបង្ហាញវាថាអូអានឹងចេញទឹកមកវានឹងច្បាស់មកសាក់លបងវាមកសាក់លបងពេលដែលវាសាក់លបងម្ដងពីរដងវាចាំ